tới bông bồn ngọc niên đi bà về lìa để bông bồn chân tận tưng rong chăm chân khơi nha lời mà đo là hai bà anh mô tình yêu dục bon cờ so để ca lang pika co sang và sang xong nơi prech đây sầm mạ để thấy nâng mà ha bồ thi prang đại cuốn nâng đôi lum on chất bò để sắt mong bông bồn khơi nè lấy chiên gọt cặp bông phơi bát to thì đấy nè chiên bông phơi to cái lia đài phục mai bông bồn tỉnh tưng rong trăng rọp năm từ hai bông bồn dây tang ở kia nick nhomประดับtập hiệp muối bà trai chun bông bồn dây tang ở kia lấy níสกรรมhiệp bà triêm lược nữ cầm pul chặt đầy sầm mạ riết trái cứ triêm lược là ngay bông bồn ở kia cái nhé bà ní cứ chặt đầy nữ tây khang lỡ hai dương khơi tham mê bà ngất tay mà đón bà mê chật rộp liền hai bà tự chẹt lo men thế nào cà phê năng cứ tự chẹt lo nè bà là tì tàng đi hè toàn liền thế bàn tay mê tự chẹt lo men thế hai cái lấy tờ mơ cái bô cái bát ra chân à chỉ môi năng prech đây vinh bằng còn bà prech đây ní cứ tha miền một miền cái bô cái bát bài này ấy nơi hàng cào ní bà miền một sen nè bà nộp này tì tàng cả lại đã bà rú cô xa mình tên ông cô nó thì nhé vào cuộc cố nèហើយបកគោនេះគឺមាន4ទិសតាមខ្ញុំដឹងមកនេះ4ទិសមាន4ជ្រុងអូឥឡូវតើអូណោះបាទតើឲ្យបងប្អូនអ្នកគ្នានេះបាទពេលវេលាដែលបងប្អូនចឹងតន្ទឹងរង់ចាំចង់ឃើញឥឡូវមកដល់ហើយបាទលើកឡើងទៅហើយបាទលើកឡើងហើយនេះបាទទស្សនវិជ្ជានេះពិសេសខ្លាំងមែនទែនបងប្អូននេះអូអញ្ចឹងមានមកដំណាក់កាលរហូតទៅដល់ផ្ទៃខាងលើនេះបាទសាធុពុកម៉ែបងប្អូនយាយតាដែលបានឃើញវីដេអូនេះហើយកុំភ្លេចបាទជួយចុច like ចុច share ផងហើយអាចទស្សនាវីដេអូនេះហើយចង់ចិត្តអនុមោទនាយកបុណ្យកុសលដែលកើតឡើងអំពីការកសាងvàសាងសង់នៅព្រះចេតិយសម្មរាត្រីដែលត្រៀមតម្កល់នៅព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធបាទនោះឡើងហើយបងប្អូននេះបាទទស្សនវិជ្ជាខាងលើហើយមេឃសតុំពងរៀបភ្លៀងហើយតិចមែនតើបាទអំណោយផលនៅពេលនេះបាទលើរួចរាល់ប៉ុណ្ណេះហើយនេះបាទបងប្អូនអ្នកនេះឃើញទេនោះទឹកខាងលើបាទស្ទួយទៅដល់កន្លែងលើហើយមានពុកម៉ែបងប្អូនយាយតាច្រើនដែលគាត់កំពុងតែអង្គុយរងចាំផ្ដិតនៅសកម្មភាពមួយនេះហើយនឹងអនុមោទនាយកនៅបុណ្យកុសលរៀងខ្លួនពុកម៉ែបងប្អូនអាចផ្សងសេចក្ដីឬក៏អនុមោទនានៅបុណ្យកុសលនេះតាមខ្សែរយៈវីដេអូដោយសារតែពុកម៉ែបងប្អូនបានចូលមកផ្ទាល់បាននោះដាក់ចូលទៅបងប្អូនគ្នានេះបាទស្ទូចឡានឹងមហាពោធិប្រឹងដែលគួរនឹកដោយលំអន់ចិត្តបរិសុទ្ធបាទពុកម៉ែបងប្អូនអាចនមស្ការចំពោះគុណនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃបាទជាពិសេសគឺគុណព្រះពុទ្ធតែចេតិយនេះយើងធ្វើសម្រាប់តម្កល់នៅព្រះសារីរិកធាតុរបស់ព្រះពុទ្ធចេតិយនេះគឺខានឃើញយូរហើយបងប្អូនដោយសារតែមានការរំពាត់បានការសាងសង់ណាហើយពេលនេះគឺបានរៀបរួចរាល់ហើយស្អាតមែនទែនបងប្អូនឃើញទេបាទខ្ញុំថតនេះរៀងញ័រតិចហើយនេះបាទហើយរៀងញ័រតិចហើយបងប្អូនណាខ្ញុំស៊ូមពីខាងក្រោមទៅបាទពិសេសណាស់ប៉ុននេះគឺជាប៉ុនដោយកម្រពុកម៉ែបងប្អូនប៉ុនដោយកម្រការកសាងនៅព្រះចេតិយរបស់ព្រះចិនស្រីគឺជាការកម្រមិនងាយទេបុណ្យកុសលមួយនេះមិនងាយទេបាទការកសាងនៅព្រះចេតិយការថ្វាយនៅធូបទៀនការភ្ញីចំពោះនៅសក្យមុនីចេតិយផ្ទាល់តែម្ដងហើយប្រទេសកម្ពុជាយើងមានភ័ស្តុសំណាងមែនតើដែលបានជាពិសេសគឺវត្តសតតែម្ដងគឺយើងមានឱកាសនៅក្នុងការមាននៅព្រះសារីរិកធាតុមានព្រះចេតិយនៅឯលើកោះនេះផ្ទាល់តែម្ដងហើយនេះម៉ូតក្បាច់នៅខាងក្រោមបាទនេះក្បាច់ខាងក្រោមបែបនេះបាទនោះពងរៀប
ឥឡូវដាក់ចូលបានមកកង់ហើយនៅមានប្រមាណកពូលទៀតបងប្អូនបាទមានកពូលផ្សេងទៀតហើយអមជាមួយនឹងការសូត្រនមស្ការរួមទាំងមានការផ្លុំនៅស្នែងអញ្ចឹងទៀតបាទធ្វើឲ្យរំជើបរំជួលចិត្តមែនតែនហើយវីដេអូថ្ងៃមិញខ្ញុំបង្ហោះទៅមានពុកម៉ែបងប្អូនយើងគាត់រំភើបបាទគាត់រំភើបមែនតែនគ្រាន់តែត្រៀមនៅក្នុងការលើកកម្ពុជាចែកដីទេគឺគាត់សប្បាយចិត្តប៉ុណ្ណឹងហើយចុះទម្រាំតែការធ្វើអញ្ចឹងទៀតពេលធ្វើហើយអញ្ចឹងទៀតណាបាទកាន់តែពិសេសទៀតបាទលើបងប្អូនទាំងនេះបាទសំឡេងអនុមោទនាបនកសលសាធុសាធុបាទនេះគឺលោកតាអាចារ្យធំលោកតាអាចារ្យធំលោកកំពុងតែគយគុណមើលទីតាំងថាតើដាក់ត្រូវឬអត់ហើយនោះគឺជាម៉ូដរបស់ចេតិយគឺបែបនេះឯងគឺមិនស្មើទេបាទមានម៉ូដមានក្បាច់ហើយមានរូបសត្វបាទរូបតំណាងសត្វផ្សេងដូចជានោះកដាលនោះគឺដំរីក្បាល3កណ្ដឹង3000មានរូបគ្រុឌហើយមានរូបសត្វមកបងប្អូននេះគឺសត្វមកហើយខាងក្រោមនេះគឺរូបបកគោបាទប្រហែលជាអត់ស្អីច្បាស់ហ្នឹងពិបាកថតបន្តិចដែរដោយសារអាកាសធាតុបូករួមជាមួយនឹងយើងថតយ៉ាងឆ្ងាយបន្តិចអញ្ចឹងទៅអាចយ៉ាងព្រិលអញ្ចឹងនៅកពូលដូចជាមួយពីរនៅខាងលើទៀតដើម្បីបិទបញ្ចប់បាទបញ្ចប់ការសាងសង់ឲ្យមានពុទ្ធបរិស័ទយើងជួយមកច្រើនបងប្អូនឃើញនេះមានពុទ្ធបរិស័ទយើងនៅជុំវិញច្រើនគាត់កំពុងតែតន្ទឹងរង់ចាំឲ្យមេឃបាទព្រះភិរុនគឺមិនតាន់បង្អល់ភ្លៀងទេបាទគឺធ្វើអាកាសធាតុពេលនេះត្រជាក់ត្រជុំហ្មងបងប្អូនឃើញនេះបាទត្រជាក់ត្រជុំល្អមែនតើណាឃើញទេត្រជាក់ត្រជុំល្អបាទឥឡូវគាត់ចាប់ផ្ដើមបន្តទៀតពុកម៉ែបងប្អូនដែលគាត់មិនបានចូលរួមពិតជាស្ដាយមែនតើក៏ប៉ុន្តែអាចអនុមោទនាយកនៅបុណ្យកុសលចិត្តជ្រះថ្លាតាមរយៈខ្សែវីដេអូរបស់ក្រុមការងារទីប្រឹក្សាប្រអិនបានថតផ្ដិតបង្ហាញចែកជូនពុកម៉ែបងប្អូនយាយតាហើយបន្តិចទៀតនឹងមានមកកម្រិតទៀតរហូតដល់កំពូលចុងក្រោយបាទកំពូលចុងក្រោយណានោះបងប្អូនអរគ្នាឃើញមាននៅទៀតទេនោះប្រមាណកង់ទៀតបាទនេះប្រមាណកង់ទៀតមានតាមកំពូលមួយបាទបននេះគឺជាបនកម្រមែនតើពុកម៉ែបងប្អូនបាទគឺជាបនដ៏កម្រมันងាយទេมันងាយបានធ្វើទេបាទជាបននេះគឺมันងាយបានធ្វើទេពិសេសពិសាមែនតើនេះអញ្ចឹងចំពោះព្រះចេតិយសមរាត្រីនេះគឺយើងមើលឃើញថារួចរាល់សឹងតែ 100% ទៅហើយទាំងកបោក្បាច់រចនាទាំងអីផ្សេងហ្នឹងគឺថាឆ្លាក់បានច្រើនមែនតើហើយពេលដែលបង្ហាញមកអញ្ចឹងគឺស្អាតមែនតើបងប្អូនណាបាទស្អាតមែនតើតែម្ដងនេះមានស្ដាច់សัตว์មានអីផ្សេងបកគោនៅពីក្រោមហើយនោះម៉ូដកបោក្បាច់មានរូបសឹងរូបកែណដូចជារូបសត្វមករូបដំរីក្បាល3កណ្ដឹង3000រូបរាជសីណនៅលើហ្នឹងគឺមានច្រើនទៀតពុកម៉ែបងប្អូនអ្នកគ្នាឥឡូវនេះគឺភ្លៀងស្រោចស្រពមករលឹមបដាហើយបាទដូចជាមិនទាន់មានភ្លៀងខ្លាំងទេតិចតែជុំខ្លាំងមែនតើពុកម៉ែបងប្អូនឥឡូវនេះជាងគាត់កំពុងតែតម្រឹមឬក៏ធ្វើឲ្យស្មើនៅក្នុងតម្រង់នៅខាងលើនោះបាទគឺធ្វើមិនឲ្យរៀបស្មើហើយដើម្បីផ្គុំនៅចំណែកផ្សេងទៀតនៃកំពូលប្រាសាទបាទកំពូលប្រាសាទឲ្យស្អាតណាបងប្អូនអើយសម្រាប់ពុកម៉ែបងប្អូនឃើញយ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំឃើញស្អាតហ្មងនេះឃើញទេក្បូរក្បាច់រចនាមិនធំប្រហែលទេព្រះចេតិយនេះគឺតូចល្មមហើយមានក្បូរក្បាច់ជាពិសេសនោះគឺថ្ម
ប្រើថ្មភ្នំហើយនឹងថ្មបាយក្រៀមហើយចំពោះកំពូលនោះគឺប្រើថ្មក្រហមនោះអាហ្នឹងទីច្រៀងថ្មក្រហមបន្តិចបន្តិចគាត់ថារឹងជាងកតាបបាទជាងកតាបថារឹងហ្នឹងបាទនេះអញ្ចឹងនៅសល់2 3កំណាត់ទៀតបាទនៅសល់3កំណាត់ទៀតដើម្បីបញ្ចប់អានោះតម្រូវជើងក្រោមបន្ទាប់មកមានមកបន្ទាប់មួយទៀតបាទនេះអញ្ចឹងបានថាសំណាងណាបងប្អូនក្រក្រៃណាបាទក្រកម្មការតនសាសនាក្រអាចារ្យប្រទេសនាគ្រប់ជ្រុងជ្រោយថ្ងៃមរណៈកាន់តែខិតជិតណាស់ហើយកូនស្ងួនអើយមិនដេចកន្តើយលែងបានខន្តីបនដ៏កម្រជាងគេនោះគឺថាបនថ្វាយនៅព្រះសារីរិកធាតុឬក៏ការធ្វើនៅព្រះចេតិយដើម្បីតម្កល់នៅព្រះសារីរិកធាតុបាទព្រោះថាយើងកម្រមានណាព្រោះថាបនអីផ្សេងមៀកបូជាវិសាបូជាអីយើងមានច្រើនប៉ុន្តែចំពោះបនដែលកសាងនៅព្រះចេតិយនេះគឺកម្រមានណាបងប្អូនបាទកម្រមានណាឥឡូវនេះកំពុងតែធ្វើឲ្យស្មើខាងលើសិនបន្ទាប់មកចាប់ផ្ដើមបន្ទប់មួយទៀតបាទបន្ទប់ពុកម៉ែបងប្អូនជ្រះថ្លាអនុមោទនានៅបនកសលនេះមួយបាទតាមលំដាប់លំដោយនៃការលើកបន្ទប់បាទសូមជ្រះថ្លាអនុមោទនាគ្រប់ជាមួយខ្ញុំទាំងអស់គ្នាបាទភ្លៀងអលឹមហ្មងនេះឃើញទេហើយម៉ូតខាងក្រោមស្អាតណាបងប្អូននិយាយតាអ្នកគ្នាបាទខាងក្រោមម៉ូតស្អាតមែនតើខ្ញុំអត់ដឹងថាបងប្អូនអាចទទួលយកនៅរូបភាពបានច្បាស់អត់ទេប៉ុន្តែខ្ញុំថតមកដូចជាច្បាស់ដែរបាទប៉ុន្តែគេលោតចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិតទៅរៀងស្ទើងអីនៅចាំ3ដំណាក់កាលទៀតបងប្អូន3ដំណាក់កាលទៀតបាទឥឡូវដំណាក់កាលទី1ហើយអញ្ចឹងទាំងអស់គឺ4ដំណាក់កាលបាទឥឡូវត្រៀមប្រហើយបាច់ចាប់ផ្ដើមភ្លៀងបងប្អូនអ្នកគ្នាបាទភ្លៀងមកហើយនេះអូបងប្អូនណាហើយមានពុទ្ធបរិស័ទយើងរងចាំច្រើនបាទទេសនាមិនតាន់ហ៊ានអញ្ជើញទៅណាទេបាទនៅរងចាំទេសនាហើយជាងគាត់កំពុងតែធ្វើទាំងភ្លៀងតែម្ដងភ្លៀងមួយមេនេះហាក់បីដូចជាភ្លៀងប្រោះព្រំឬក៏ភ្លៀងដើម្បីលាងជំរះនៅកំអែលដែលកតិចថ្មដែលនៅជាប់ណាជាងគាត់កំពុងតែដុសខាត់បាទខាត់បន្តិចដើម្បីឲ្យស្មើបងប្អូននិយាយតាអ្នកគ្នាហើយចាំមើលពេលរួចរាល់បាទខ្ញុំថតទៅហើយនៅខាងក្រោយព្រោះនៅ3ដំណាក់កាលទៀតដើម្បីហើយនៅតែ3ដំណាក់កាលទៀតទេតាមពិតទៅមិនតាន់ល្ងិតអីទេព្រោះល្ងាចតែម៉ោង3ជាងទេប៉ុន្តែដោយសារតែមេឃស្ទុំអញ្ចឹងបាទមេឃងងឹតអញ្ចឹងមើលទៅយើងមើលទៅដូចយប់អញ្ចឹងប៉ុន្តែនៅភ្លឺឡើយទេបាទព្រោះតែម៉ោង3ជាងទេតែខ្ទង់3កន្លះតែមើលដោយសារខ្ញុំពងថតអញ្ចឹងពិបាកមើលឥឡូវជាងគាត់កំពុងធ្វើបន្តទៀតហើយណាជាងកំពុងធ្វើតព្រឹត្តិការណ៍មហាណាវិសាខបូជាក្នុងឆ្នាំនេះឃើញថាកក្រឹកកក្រែងក្រៃលែងអស្ចារ្យណាស់ទៀតដោយសារតែពុទ្ធបរិស័ទមហាពុទ្ធបរិស័ទបានចូលរួមរាប់ម៉ឺនសែននាក់ដើម្បីជ្រះថ្លាក្នុងពិធី
បនពិសាកបូជានឹងបានរៀបចំកិច្ចក្នុងសាសនាថ្វាយដល់ព្រះពុទ្ធពធប្រសង់ដែលជាទឹកដីអច្ឆរិយៈរបស់ប្រទេសកម្ពុជាក្នុងទីទឹកដីកោះតាសិទ្ធតែដីណាស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងនេះមហាពុទ្ធការដ៏អស្ចារ្យនឹងការកសាងព្រះចេតិយក៏បានឃើញថា 80% នឹងលើកកម្ពស់ដាក់ 100% ក្នុងថ្ងៃនេះក៏សូមអំណាចនៃបុណ្យកុសលវត្ថុស័ក្តិសិទ្ធិបារមីទេវតាក្នុងលោកនៃឆកម្មាដែលថែរក្សាក្នុងទីទឹកដីកោះស័ក្តិសិទ្ធិនេះសូមឲ្យប្រជាពុទ្ធបរិស័ទដែលមកពីគ្រប់មជ្ឈដ្ឋានក្នុងក្រៅប្រទេសបងប្អូនប្រជាជនខ្មែរទាំងអស់សូមឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនដោយអំណាចនៃការកសាងព្រះចេតិយសមរាត្រីនៅក្នុងវេលាឱកាសពេលនេះនឹងលើកដំឡើងកំពូលក៏សូមឲ្យបុណ្យកុសលនេះសូមឲ្យបានសម្រេចជោគជ័យដោយបំងប៉ងប្រាថ្នាដល់លោកម្ចាស់ទានទាំងអស់គ្នាបានចូលរួមតាមរយៈព្រះអង្គគ្រូធម្មវណ្ណៈវិស័យបណ្ឌិតច័ន្ទមនីជាព្រះសង្ឃាធិបតីចៅអធិការវត្តច័ន្ទបចោតនារាមស្ថិតនៅក្នុងភូមិបាងឡាងឃុំក្រាំងលាវស្រុកលលាភៀខេត្តកំពង់ឆ្នាំងនិងលើទីទឹកដីកោះស័ក្តិសិទ្ធិតែដីកោះកុកឃ្លោកនេះក៏សូមឲ្យសម្រេចនៅបុណ្យកុសលដោយអំណាចបុណ្យឯណាមួយរបស់ព្រះអង្គបានបំពេញដោយបុណ្យអំណាចឯណាមួយរបស់កូនចៅជាប្រជាពុទ្ធបរិស័ទសូមឲ្យបានសម្រេចមង្គលវិបុលសុខគ្រប់ប្រការសូមអនុមោទនាបុណ្យ សាធុសាធុ